ราวนี่ไปเตะตรงจมูกหนึ่งอปบเนี่ยพวกคริสโตเฟอร์อายุ30 ปีชนะกวาดในตระบานปริจับตลากาเจ้าประกันปีบวชได้กวาดนี่ตกโกนใส่บอกกวาดอายุเติบแต่ปีชนะปนกขนมลานบัญชัยเจ้าปันใต้อนาวอย่าทำไอ้จอมกราวเนียงกับบาดบาดบองชีวิตคือดาซาตลานนั่งไปชบดำนากาบรรตัวปีบัญชัยเจ้า30 นาทีไอ้ดาซาแต่อปบนี่จุเล่นเกมคลังอัดปากกัดย้อมส้มเต้าหายบะสันจิขยมใหญ่เอาไว้แต่สมได้อะกรอบการมาราสวัสดิเพียบปีเทียใน7 ข้างบานจับฐานในថ្ងៃទី9 ខែ 7 ឆ្នាំ 2024គេបានឃើញឡានរបស់គ្រីស្តូហ្វឺនេះបើកមកឈប់នៅមុខផ្ទះរបស់គាត់បន្ទាប់មកគាត់ដើរចូលក្នុងផ្ទះម្នាក់ឯងទេគាត់បានទៅដល់ផ្ទះហ្នឹងប្រហែលជាម៉ោង 12:53 នាទីថ្ងៃកាមេរ៉ាសវត្ថិភាពនឹងបានបង្ហាញធាតុថាគ្រីស្តូហ្វឺនេះគឺអត់បានចេញមកមើលកូនសំបីតែម្ដងប្រហែលជាម៉ោង 4-8 នាទីល្ងាចភរិយារបស់គាត់ចេញធ្វើការបើកឡានមកដល់ផ្ទះក៏បានចូលទៅក្នុងផ្ទះក៏បានសួរនាំថាកូនស្រីអាយុ 2 ខួបរបស់ពួកយើងនៅឯណាតបមកម៉ោង 4:16 នាទីគេបានឃើញពួកគាត់រត់ចេញមកក្រៅបើកទ្វារឡានបន្ទាប់មកភរិយារបស់គាត់នេះព្យាយាមផ្លុំខ្យល់ឲ្យកូនរបស់គាត់ដានពេទ្យក៏បានមកដល់យកកូននឹងទៅមន្ទីរពេទ្យប៉ុន្តែអណោចអធមអីកូននឹងគឺគាត់បានបាត់បង់ជីវិតបាត់ហើយគឺដោយសារតែវាក្តៅខ្លាំងពេកព្រោះអីអាកាសធាតុថ្ងៃហ្នឹងវារហូតទៅដល់43 អង្សាចា43 អង្សានៅក្រៅបងប្អូនក្នុងឡានណាក្តៅលើសដើមព្រោះអីវាងុំចាដូចយើងអង្គុយក្នុងកន្លែងបន្ទប់តូចមួយដែលគេបើកកម្ដៅឲ្យយើងស្រក់ខ្លួនអញ្ចឹងបងប្អូនចានៅពេលដែលគេកំពុងតែដឹកក្មេងស្រីអាយុ 2 ឆ្នាំនឹងទៅមន្ទីរពេទ្យចាភរិយារបស់គាត់ក៏បានផ្ញើមីស័យទៅគ្រីស្តូហ្វឺនិយាយថាខ្ញុំប្រាប់អ្នកឯងហើយថាឲ្យឈប់ទុកកូននៅក្នុងឡានតើខ្ញុំត្រូវប្រាប់អ្នកឯងប្រមាណដងទៀតទៅអ្នកឯងឈប់គ្រីស្តូហ្វឺក៏បានឆ្លើយតបទៅភរិយារបស់គាត់វិញថាខ្ញុំសុំទោសខ្ញុំធ្វើខុសហើយខ្ញុំមិនគួរណាទុកកូនចារឿងរ៉ាវនេះបងប្អូននេះមិនមែនជាលើកទី1ទេដែលគ្រីស្តូហ្វឺនេះទុកកូនចោលក្នុងឡានចំណែកភរិយារបស់គាត់នេះក៏មិនណយដែរគ្រីស្តូហ្វឺនេះទុកកូនចោលក្នុងឡានច្រើនដងណាស់ភរិយារបស់គាត់ថាមិនលើសពី50 ដងទេមុនដំបូងពេលដែលប៉ូលីសទៅដល់ផ្ទះហ្នឹងគេសួរនាំអីចឹងទៅគ្រីស្តូហ្វឺនេះបានកុហកប៉ូលីសថាគាត់ទៅដល់ផ្ទះហ្នឹងប្រហែលជាម៉ោង 2ប៉ុន្តែប៉ូលីសថាកាមេរ៉ាសុវត្ថិភាពអ្នកឯងទៅដល់ផ្ទះម៉ោង 12:53 នាទីមកអ្នកឯងអត់មានចេញទៅឆាយកូនមើលទេរហូតដល់ភរិយារបស់អ្នកឯងមកដល់ផ្ទះម៉ោង 4 ជាងហើយអ្នកឯងដឹងស្រាប់ហើយថាឡានរបស់អ្នកឯងនេះបើសិនជាបញ្ឆេះចោលអត់បើកទេវេនឹងបាត់ចោលដោយខ្លួនឯងក្នុងរយៈពេល30 នាទីអញ្ចឹងមានន័យថាកូនស្រីរបស់គាត់នេះកេងនៅក្នុងឡាននឹង30 នាទីមានម៉ាស៊ីនត្រជាក់ប៉ុន្តែក្រៅពីនឹងរហូតដល់ម៉ោង 4 ជាងគឺគ្នាក្តៅក្រហល់ក្រហាយនៅក្នុងឡានចាហើយដឹងឪចង្រៃនឹងវាធ្វើអីវាថានេះដោយសារតែពេលវាបើកឡានដល់ផ្ទះទៅកូនស្រីអាយុ 2 ឆ្នាំនឹងគ្នាកេងលក់វេអត់ចង់ដាស់ទេហើយវាក៏មិនចង់ឲ្យកូនវេនេះទៅរំខានដែរព្រោះអីវាកំពុងតែលេងហ្គេមថាគាត់លើកកូននឹងទៅយកចូលក្នុងផ្ទះនាងអាចភ្ញាក់គាត់គ្មានឱកាសលេងហ្គេមម្ល៉េះហើយគាត់អង្គុយចុះលេងហ្គេមលេងជក់ខ្លាំងអត់បានគិតពីកូនទេរហូតដល់ប្រពន្ធទៅដល់ផ្ទះគ្រីស្តូហ្វឺនេះគឺជាមនុស្សម្នាក់អត់មានការងារធ្វើសរុបសេចក្តីមកហ្គេមវានឹងវាសំខាន់ជាងកូនរបស់ខ្លួនឯងវាជក់ខ្លាំងដែលថាទុកកូនចោលក្នុងឡានបងប្អូនចានៅថ្ងៃទី 12 ខែ 7 ឆ្នាំ 2024 នឹងប៉ូលីសក៏បានសម្រេចចិត្តចាប់គ្រីស្តូហ្វឺចាពីបទដែលទុកកូនចោលបន្ទាប់ពីគេចាប់ខ្លួនរបស់គាត់ហើយប៉ូលីសក៏បានទៅសម្ភាសកូនស្រីរបស់ពួកគេដែលអាយុ 9 ឆ្នាំហើយនិង 5 ឆ្នាំកូនស្រីទាំងពីរនោះបាននិយាយថាឪពុករបស់ខ្ញុំនេះតែងតែទុកពួកយើងចោល3នាក់នេះក្នុងឡានជាញួយភរិយារបស់គាត់នេះសុំអង្វរតុលាការសុំឲ្យស្វាមីរបស់ខ្ញុំចេញពីក្រៅឃុំឃាំងគឺដោយសារតែស្វាមីរបស់ខ្ញុំនេះរបៀបថាគាត់គ្មានចេតនាទេហើយណាមួយគាត់មិនមែនជាមនុស្សម្នាក់ប៉ះពាល់អ្វីដល់សង្គមខ្លាំងដែរគាត់និយាយថាប្តីរបស់គាត់ធ្វើខុសមែនប៉ុន្តែវាអត់មានអីប៉ះពាល់ដល់សង្គមបងប្អូនចាខ្ញុំថាអញ្ចឹងមិនបាច់ទេយកមកចុះអាកូន2នាក់នឹងទៀតយកមកទុកគ្នាចោលអីចឹងទៀតទៅវាមិនតែក្មេង 9 ឆ្នាំហើយនឹង5 ឆ្នាំដូចថាដឹងអាចដូចថាដោះខ្សែក្រវ៉ាត់អីមកចឹងទៅចុះពីលើឡានដើម្បីកិច្ចខ្លួនអីចឹងទៅឥឡូវហ្នឹងគ្រីស្តូហ្វឺនេះគឺគាត់ចេញនៅក្រៅឃុំឃាំងសិនរងចាំការឡើងតុលាការធំព្រោះអីរឿងនេះគេនៅដំណើរការនៅឡើយទេគេព្យាយាមចោទប្រកាន់គ្រីស្តូហ្វឺនេះពីបទសម្លាប់កូនតែម្ដងគេហៅ first degree ព្រោះអីមុនដំបូងគេឆាតគាត់តា second degree មានន័យថាជាប់គុកដែរប៉ុន្តែมันអាចអស់មួយជីវិតទេហើយអ្នកដែលអង្គុយស្ដាប់រឿងហ្នឹងគាត់ស្ដាប់ទៅគឺគាត់ថាគ្រីស្តូហ្វឺនេះជាមនុស្សម្នាក់ដែលថាมันអាចយកជាការបានជាឪពុកម្នាក់ដែលពឹងមិនបានចាមិនបាច់មានឪរបៀបនេះក៏ល្អជាងចាហើយប្រពន្ធរបស់គាត់
នៅកាន់ជើងប្តីបងឲ្យប្តីខ្ញុំចេញមកវិញមកប្តីគ្រូសាខ្ញុំនេះកំពុងតែមានទុកសោកខ្លាំងពួកខ្ញុំត្រូវការគាត់អីចឹងទៅប្រពន្ធហ្នឹងក៏ចំណាប់ទៀតប្តីទុកកូនហ្នឹងមិនមែនលើកទី1លើកទី2លើកទី3លើកទី4ទេ50ដងជាងហើយនៅតែគិតថាប្តីនេះឲ្យប្តីនេះចេញមកអីចឹងទៅចុះបើទុកកូនផ្សេងទៀតក្នុងឡានងាប់ទាំងអស់គ្នាទៅមិនទៅ